គ្រាcònឡងពេលនួនអងចាក់ចាន់ចាក់បងទុំនឹងរងចាំផ្លូវថ្លៃចាំថ្ងៃដែលអូនប្រឡំផ្ដើមស្នេហ៍យើងសាជាថ្មីមិនដេចបាត់ស្រោមមកចរណៃមិនពេលអូនចាក់ចេញទៅទុកបងនៅម្នាក់ឯងចិត្តរែងចំបែងរងចាំជីវ៉ាគុំមានផ្លូវណាមួយចិត្តអូនមានមេត្តាដាក់ទៀនស្នេហាដល់បងជាថ្មីមកចាំងស្នេហ៍អើយដឹងទេបងនឹងអូនគ្មានលហាចិត្តមកចាំស្នេហ៍នៅនឹកគ្មានថ្ងៃណាបងបងចាំជីហើយមិនអូនមិនចេញពីស្នេហាបងមកចាំងស្នេហ៍អើយដឹងទេបងនឹកអូនគ្មានលហាកុំឲ្យស្នាមស្នេហ៍យើងប្រែជាឥតន័យអូននៅទីណាសូមជាយើងសាស្នាចិត្តមិនខ្សែនឹកសួនគ្រាឯកាពេលកូនឡងទៅបេះដូងបងត្រូវការអូនតាសួនStill my heart, I need your love. I need love. God brings your love to me.កាន់សមុទ្រស្នេហ៍បរិសុទ្ធស្មងខោវី Lonely riverside wait for me I'll be coming home wait for meបេះដូងបងដងហើយរកអូននឹកស្នួនទីឯកាពេលលីកូនឡកូនកញ្ញាលំសុជាតិក៏សូមគោរពថ្លែងដល់គុណដល់ភ្ញៀវកិត្តិយសទាំងអស់លោកស្រីប្រិយមិត្តបងប្អូនយុវវ័យដែលបានអញ្ជើញមកចូលរួមនៅក្នុងថ្ងៃនេះគឺជាថ្ងៃមួយដ៏ពិសេសពិសាណាស់បាទហើយដែលសហគមន៍ខ្មែរបានរៀបចំនៅរាត្រីសមោសននេះឡើងដើម្បីកំដរអារម្មណ៍អស់លោកស្រីអ្នកនាងដើម្បីរាត្រីសប្បាយៗជូនអស់លោកស្រីអ្នកនាងកញ្ញា
จะให้ขนมการนิพนธ์ได้กระทรวงไทยอำนาจกลดอน for the movie producer but and he will join here with us tonight as well. Thank you so much for your time coming and we would like to invite two singer first but before we start ចាដើម្បីកុំឲ្យឱកាសនេះកន្លងផុតទៅសូមគោរពអញ្ជើញតារាទាំងពីររូបរបស់យើងគឺលោកនាងកញ្ញាអិតស្រីពេញនិងលោកច័ន្ទសម័យចាសូមគោរពអញ្ជើញហើយសូមតែដៃអបអរសាទរចំពោះតារាយើងទាំងពីរផងចាសូមអរគុណបានជួបពុកម៉ែមីមីបងប្អូនទាំងអស់បាទជាពិសេសបាទជនជាតិខ្មែរយើងបាទសប្បាយចិត្តណាស់បាទគឺថាក្តុកក្តួលហើយថ្ងៃនេះក៏សូមលំអរកាយបាទបំរើពុកម៉ែមីមីបងប្អូននៅក្នុងរាត្រីនេះឲ្យសប្បាយទល់ភ្លឺតែម្ដងបាទឲ្យតែនៅរងបាទអរគុណច្រើនបាទសូមអរគុណហើយលោកមកកាន់ថ្ងៃនេះគឺថាមកដល់ New Zealand លើកដំបូងនឹងមានអារម្មណ៍យ៉ាងម៉េចដែរថាត្រជាក់ឬក៏យ៉ាងម៉េចដែរមើលទៅលោកបាទតាមពិតទៅជាការទម្លាប់របស់ខ្ញុំហើយបាទព្រោះខ្ញុំទៅក្លុបស្រុកផ្សេងក៏ត្រជាក់ជាងហ្នឹងហើយទៅកន្លែងខ្លះក៏ល្មមបាទកន្លែងខ្លះក៏ត្រជាក់ខ្លាំងកន្លែងខ្លះក៏ក្តៅខ្លាំងបាទគឺទម្លាប់ទៅហើយបាទសូមអរគុណហើយថ្ងៃនេះដែរតើលោកនាំយកអ្វីខ្លះមកជូនកំដរអារម្មណ៍ដល់ពុកម៉ែបងប្អូនយើងនៅថ្ងៃនេះដែរបាទមានច្រើនណាស់បាទជាពិសេសបាទបត់ exercise បាទបត់ exercise បាទធ្វើឲ្យរាងស្អាតបាទធ្វើឲ្យចេញញើសឲ្យសុខភាពល្អបាទអរគុណច្រើនបាទសូមសម្លេងស្នូទដែរលោកច័ន្ទសម័យបាទសូមអរគុណបាទហើយឥឡូវបងបាយអារម្មណ៍ដល់លោកស្រីនាងកញ្ញាមកជួបជាមួយអ្នកនាងឬក៏កញ្ញា F3 នេះខ្ញុំចេះច្រឡំខ្ញុំបើហៅអ្នកនាងខ្ញុំអត់ឆ្លើយទេបើហៅអ្នកនាងអត់ឆ្លើយទេដល់ហៅកញ្ញាចាឬយើងបើផ្អាប់ខឹងតែបើសរសើរក៏យកដែរណាបាទអូខេអញ្ចឹងសរសើរថាកញ្ញាចុះណាបាទជំរាបសួរកញ្ញាសុខសប្បាយទេថ្ងៃនេះមិនមានអារម្មណ៍យ៉ាងណាមិនដែរចាំមើលទៅមុខខ្ញុំរៀងខ្ញុំដឹងថាខ្ញុំសុខហើយបាទគឺថារៀងស្អាតណាបើគឺថាអត់តិចទេមើលទៅរៀងចារៀងស្អាតដូចខ្ញុំនេះចាអស់3កែវក្នុងអស់មួយចានសម័យកុំឲ្យចាញ់បងប្អូនពីព្រោះថាបងប្អូនមកច្រើននេះខ្ញុំភ័យអញ្ចឹងដាក់4 5កែវទៅអត់សូវភ័យវាមានលំនឹងណាបាទសូមអរគុណហើយក្នុងថ្ងៃនេះដែរតើកញ្ញាមានពាក្យពេចន៍អ្វីសម្ដែងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសយើងដែលបានអញ្ជើញមកចូលរួមនៅក្នុងថ្ងៃនេះជាពិសេសក៏ដល់សហគមន៍ខ្មែរដែលបាន sponsor កញ្ញាមកសម្ដែងនៅទីនេះជាលើកទី1ផងបាទចាអរគុណដល់ sponsor នេះខ្ញុំចាជាយូរហើយនេះខ្ញុំទៅគ្រប់ប្រទេសហើយចាគឺចង់ស្គាល់ជាងគេប្រទេស New Zealand នឹងតែម្ដងចាឥឡូវនេះខ្ញុំបានមកក៏សូមអរគុណដល់បងប្រុសដែលជាម្ចាស់ sponsor ចារួមទាំងគណៈកម្មការទាំងអស់ចាអរគុណច្រើនចានេះខ្ញុំមានក្តីរំភើបព្រីទីចាបានជួបបងប្អូនចានេះច្រើនមែនតើចាអរគុណច្រើនបានអញ្ជើញមកចានឹកថ្ងៃនេះដូចថា exercise នេះខ្ញុំក៏ exercise ដែរព្រោះថាចូលដល់ខែត្រជាក់ហើយមិនស្លីអាហ្នឹងទេតិចទៀតវាយស៊ីមកតែមួងប៉ុន្តែបើសិនជាខ្ញុំចង់ទៅតាមតុប្រហែលជាមានមួយកែវ2ទៀតណោះថែមពីលើដើម្បីមានភាពក្លាហានទៀតបាទសូមអរគុណហើយបាទសូមសម្លេងស្នូទទៀតដែរដល់កញ្ញា F3 1បាទដើម្បីស្វាគមន៍ជាលើកទី1នៅក្នុងប្រទេស New Zealand បាទហើយលោកច័ន្ទសម័យតើលោកមានពាក្យពេចន៍អ្វីសម្ដែងថ្លែងអំណរគុណដល់បងប្អូនយើងជាពិសេសដល់សហគមន៍ខ្មែរយើងដែល sponsor បានដល់ទីនេះបាទជាពិសេសដំបូងក៏សូមអរគុណដល់ម្ចាស់ sponsor បងសូរិយាបាទព្រមទាំងភរិយាផងហើយនិងក្រុមសហគមន៍បាទខ្មែរ New Zealand បាទអរគុណណាស់បាទអរគុណណាស់ដែលបានអញ្ជើញខ្ញុំបាទនិងកញ្ញាអិតសេពីនមកចូលរួមកំដរពុកម៉ែមីមីបងប្អូននៅក្នុងរាត្រីនេះហើយក៏ខ្ញុំអរគុណដល់ពុកម៉ែទាំងអស់ដែរបាទបានចំណាយពេលវេលាដ៏មានតម្លៃបាទមកចូលរួមទស្សនានៅក្នុងរាត្រីនេះបាទយើងថាសប្បាយទាំងអស់គ្នាបាទអរគុណច្រើនបាទអរគុណច្រើនហើយបន្តិចទៀតនេះខ្ញុំនឹងទៅចុះស្វាគមន៍ពុកម៉ែមីមីហើយក៏សូមបាទត្រៀមកាមេរ៉ាទុកជាអនុស្សាវរីយ៍បាទខ្ញុំបាទមកពីអ្នកនេះមិនប្រាថ្នាអីទេបាទក្រៅពី$បាទសូមអរគុណច្រើនបាទអរគុណច្រើនបាទចង់តែ$1 $1ក៏ក្តីក៏លោកទទួលយកដែរបាទចាហើយក៏សូមគោរពអញ្ជើញលោកពូលឹមស្ដាត់ឡើង